សញ្ញាសង្ស័យនៃការបំពេញច្បាប់អំពើពុករលួយជាប្រព័ន្ធពិតជាមិនសរសើរមិនបានមែនស្ថានីយ៍ចិញ្ចឹមថ្លឹងរយន្តនៅចំណុចគីឡូម៉ែត្រលេខ149ក្នុងសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀងនៅតែកក្លឿនប្រព្រឹត្តបទល្មើសខុបខិតគ្នាជាប្រព័ន្ធបើកដៃឲ្យក្រុមឈ្មួញដឹកទំនិញដឹកថ្មដឹកខ្សាច់បើកឆ្លងកាត់ចិញ្ចឹមបានដោយរលូនមិនរំខានទៅដល់លោកប្រធាននិងអនុប្រធានស្ថានីយ៍ចិញ្ចឹមថ្លឹងរយន្តផ្សារជីភូនិងអនុប្រធានស្ថានីយ៍ចិញ្ចឹមថ្លឹងរយន្តផ្សារជីភូក្នុងសង្កាត់ច្រកម្ទេសក្រុងបាវិតដែលកំពុងតែទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋនិងមហាជនគ្រប់ទិសទីហាងផ្កាសេរីមង្គលនិងពិធីការមានទទួលរៀបចំដេគ័រផ្កាស្រស់និងផ្កាជួរដោយតម្លៃសមរម្យសម្រាប់ពិធីមង្គលការពិធីកាត់ចំណងដៃពិធីភ្ជាប់ពាក្យពិធីឡើងគេហដ្ឋានថ្មីឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ096 57 777 04 077 73 01 18ផ្សាយចេញពីរាជធានីភ្នំពេញថ្ងៃទី11ខែកុម្ភៈឆ្នាំ2026នេះបងប្អូនប្រិយមិត្តទស្សនិកជនលោកប្រធាននិងអនុប្រធានក្រុមមន្ត្រីស្ថានីយ៍ចិញ្ចឹមថ្លឹងរយន្តក្នុងសង្កាត់ច្រកម្ទេសក្រុងបាវិតដែលជាស្ថានីយ៍ចិញ្ចឹមថ្លឹងរយន្តនិងត្រួតពិនិត្យបច្ចេកទេសក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរតាមផ្លូវសាធារណៈនិងទប់ស្កាត់បទល្មើសផ្សេងៗនៅពេលនេះកំពុងតែដេកលងលក់ឲ្យមើលទៅបណ្ដោយឲ្យក្រុមឈ្មួញដឹកទំនិញដឹកថ្មដឹកខ្សាច់សំពេញសំពងយ៉ាងអនាធិបតេយ្យបែបនេះដោយឡែកតាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មានយើងទទួលបានរថយន្តដែលឆ្លងកាត់ស្ថានីយ៍ចិញ្ចឹមថ្លឹងរយន្តសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀងបានលើកឡើងថាលោកយុនរស្មីដែលជាប្រធានមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងកាលពីពេលថ្មីកន្លងទៅនេះបានបណ្ដោយឲ្យប្រធានស្ថានីយ៍ចិញ្ចឹមថ្លឹងរយន្តសង្កាត់ច្រកម្ទេសក្រុងបាវិតប្រែក្លាយទៅជាស្ថានីយ៍ចិញ្ចឹមថ្លឹងលុយថ្លឹងទាំងថ្ងៃថ្លឹងទាំងយប់រថយន្តខ្នាតធំដឹកទំនិញចូលថ្លឹងគ្រាន់តែបំពេញកិច្ចតែប៉ុណ្ណោះយោងទៅតាមលបឿនរបស់រថយន្តដែលអង្គភាពសារព័ត៌មានយើងប្រមាញ់បានដោយរថយន្តទាំងអស់នោះបើកមិនខ្វាយខ្វល់អំពីផ្លូវសាធារណៈរងការខូចខាតប៉ុណ្ណាទេដោយសារតែរថយន្តដឹកទំនិញមួយចំនួនតូចមិនគោរពស្រាចរណែនាំរបស់ក្រសួងនោះឡើយតាមប្រភពពីប្រជាពលរដ្ឋដែលជាឈ្មួញដឹកទំនិញបានខ្សឹបប្រាប់មកកាន់អង្គភាពសារព័ត៌មានអាស៊ីនដេលីរបស់យើងឲ្យដឹងថាមន្ត្រីចិញ្ចឹមនិងឈ្មួញដឹកទំនិញគ្រប់ប្រភេទឲ្យតែជាប្រភេទឡានធុនធំដឹកលើទម្ងន់ស្តង់ដារដែលចិញ្ចឹមកំណត់ឲ្យគឺមានក្រុមឈ្មួញរត់ការជាមួយទៅនឹងក្រុមមន្ត្រីចិញ្ចឹមរួចស្រេចបាត់ទៅហើយគ្រាន់តែបើកចូលឆ្លងកាត់មិនបាច់ចូលថ្លឹងអីក៏អាចបើកទៅមុខបានដោយរលូនផងដែរមិនតែប៉ុណ្ណោះនៅពេលថ្មីនេះអង្គភាពសារព័ត៌មានយើងក៏បានសង្កេតឃើញថាមានរថយន្តដឹកទំនិញមួយចំនួនកំពុងតែប្រព្រឹត្តបទល្មើសខុបខិតគ្នាជាប្រព័ន្ធមិនខ្វល់ពីសុខភាពផ្លូវដោយរថយន្តដឹកទំនិញដឹកថ្មដឹកខ្សាច់ហួសចំណុះនៃសារាចរណែនាំរបស់ក្រសួងក៏នៅតែដឹកគ្រាន់តែបង់ថ្លៃផាកពិន័យរួចហើយគឺបើកចេញទៅបាត់ដោយនៃរួមនោះដឹកលើសក៏ត្រូវបង់ដឹកមិនលើសក៏ត្រូវបង់ដែរកត្តាទាំងអស់នេះហើយទើបធ្វើឲ្យក្រុមឈ្មួញបានដៃនិងមិនខ្វល់អំពីអ្វីទៅដែលហៅថាច្បាប់អង្គភាពសារព័ត៌មានអាស៊ីនដេលីយើងមិនអាចសុំការបំភ្លឺពីសំណាក់ប្រធានចិញ្ចឹមនិងលោកយុនរស្មីដែលជាប្រធានមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងបាននៅឡើយទេដោយសារมันមានលេខទូរស័ព្ទក្នុងការទំនាក់ទំនងការពីពេលថ្មីកន្លងទៅនេះក្រោយពីអង្គភាពសារព័ត៌មានអាស៊ីនដេលីរបស់យើងខ្ញុំធ្លាប់បានផ្សព្វផ្សាយពីវគ្គរួចមកហើយតែសកម្មភាពស្ថានីយ៍ចិញ្ចឹមថ្លឹងរយន្តផ្សារជីភូក្នុងសង្កាត់ច្រកម្ទេសខេត្តស្វាយរៀងនៅតែកក្លឿនប្រព្រឹត្តបទល្មើសរៀបជាប្រព័ន្ធដដែលដោយមិនខ្វាយខ្វល់អំពីច្បាប់អ្វីសោះឡើយស្ដែងតាមប្រភពពីប្រជាពលរដ្ឋបានខ្សឹបប្រាប់និងផ្ដល់នៅវីដេអូមកកាន់ប្រអប់សារនៅក្នុងផេកផ្លូវការរបស់សារព័ត៌មានអាស៊ីនដេលីរបស់យើងខ្ញុំដែលបានប្រមាញ់បាននិងបានលើកឡើងតាមមតិរបស់ប្រជាពលរដ្ឋជាច្រើនដែលបានផ្ដល់មកកាន់អង្គភាពសារព័ត៌មានយើងអង្គភាពសារព័ត៌មានអាស៊ីនដេលីរបស់ជាខ្ញុំក៏សូមសង្ឃឹមថាលោកសេងឈួនដែលជាប្រធានស្ថានីយ៍ចិញ្ចឹមថ្លឹងរយន្តចល័តទូទាំងប្រទេសគួរតែចាត់មន្ត្រីជំនាញនៅក្នុងការត្រួតពិនិត្យចំពោះស្ថានីយ៍ចិញ្ចឹមថ្លឹងរយន្តសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀងនៅតាមបណ្ដោយផ្លូវជាតិលេខ1ដើម្បីធានាគុណភាពក្នុងការអនុវត្តច្បាប់និងសារាចរណែនាំរបស់ក្រសួងផងទៀតមួយយ៉ាងវិញទៀតរថយន្តដឹកទំនិញធំផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ចិញ្ចឹមថ្លឹងរយន្តបានដោយរលូនតែម្ដងឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាននិងអនុប្រធានដោយមិនបាច់ចូលថ្លឹងអ្វីនោះឡើយអង្គភាពសារព័ត៌មានអាស៊ានដេលីរបស់យើងខ្ញុំសង្ឃឹមថាឯកឧត្តមពេញពូនីដែលជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោកនឹងបានជ្រាបជាព័ត៌មានបន្ទាប់ពីអង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយនិងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំអង្គភាពសារព័ត៌មានអាស៊ីនដេលីយើងខ្ញុំសង្ឃឹមទៅដល់ឯកឧត្តមអំយន្ទៀងដែលជាទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតនៅក្នុងករណីខាងលើនេះដោយក្តីអនុគ្រោះអង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាយើងពុំមានចេតនាណាមួយក្នុងការញុះញង់ទៅលើបុគ្គលឬក៏ស្ថាប័នពាក់ព័ន្ធណាមួយនោះឡើយច
ជាចុងក្រោយនេះអង្គភាពសារព័ត៌មានអាស៊ីនេលីយើងខ្ញុំយើងនឹងធ្វើការរងចាំបកស្រាយបំភ្លឺអំពីគ្រប់ស្ថាប័នពាក់ព័ន្ធជារៀងរាល់ម៉ោងធ្វើការទៅតាមច្បាប់ស្តីអំពីរបបសារព័ត៌មានពេលនេះខ្ញុំបាទរួមទាំងក្រុមការងារនៅក្នុងអង្គភាពសារព័ត៌មានអាស៊ីនេលីសូមលំអរកាយគោរពអរគុណនិងសូមគោរពលា ហាងផ្កាសេរីមង្គលនិងពិធីការមានទទួលរៀបចំដេគ័រផ្កាស្រស់និងផ្កាជួរដោយតម្លៃសមរម្យសម្រាប់ពិធីមង្គលការពិធីកាត់ចំណងដៃពិធីភ្ជាប់ពាក្យពិធីឡើងគេហដ្ឋានថ្មីឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 096 57 777 04 077 73 01 18